មានសម័យកាលមួយគឺមនុស្សនិយមធម៌3និយមធម៌3ហើយធ្វើឲ្យជីវិតមនុស្សវាខ្លីហើយដល់បានតែចេញនេះវានឹកវាធ្វើឲ្យឆ្លោះបញ្ចាំងនឹកឃើញធម៌3ហ្នឹងទី1គឺអធម្មរាគៈមនុស្សនិយមអធម៌បាទណាមនុស្សនិយមអធម៌យ៉ាងម៉េចនិយមអធម៌ឧទាហរណ៍ដូចថាយកបដាយមិញខ្លួនឯងយកជីតាខ្លួនឯងធ្វើប្តីធ្វើប្រពន្ធអញ្ចឹងណាវានិយមអញ្ចឹងណាវានិយមអញ្ចឹងប្រសូតហ្នឹងក៏លើកយើងនិយាយអញ្ចឹងមកហើយអាយុវាមិនមែនទេទី2មច្ឆាជីវៈគឺចិញ្ចឹមជីវិតខុសហើយដល់យើងទៅចែកមើលរាល់ថ្ងៃនេះមនុស្សទូទៅមិនថានេះទេពិភពលោកហ្នឹងក៏ដោយក៏វាចូលចិត្តចំជីវិតបែបមច្ឆាជីវៈចំជីវិតខុសនិយមអញ្ចឹងហើយនឹងចំណុចទី3វិសមៈលោភៈហ្នឹងហើយវិសមៈលោភៈទី2គឺវិសមៈលោភៈបានន័យថាសេចក្តីលោភលន់អត់ចេះគ្រប់គ្រាន់ឃើញទេលោភលន់អត់ចេះគ្រប់គ្រាន់មនុស្សរាល់ថ្ងៃហ្នឹងគឺយើងសង្កេតមើលហ្នឹងគឺឃើញអញ្ចឹងមិនមែនតែក្នុងស្រុកយើងស្រុកគេទៅមើលទូទៅរហូតដល់មហាអំណាចទៀតក៏ដោយគឺថាអារស់នៅប្រទេសខ្លួនឯងមិនគ្រប់គ្រាន់ទេទៅវាយយកប្រទេសគេផ្សេងណាហ្នឹងវិសមៈលោភៈបាទហើយនៅពេលដែលមនុស្សនិយមធម៌3ហ្នឹងអធម្មរាគៈវិសមៈលោភៈមិច្ឆាជីវៈចិញ្ចឹមជីវិតខុសយករបស់គេរបស់ឯងមកធ្វើរបស់ខ្លួនហ្នឹងកាលៈទេសៈហ្នឹងពេលវេលាហ្នឹងអាយុមនុស្សគឺមិនវែងទេឃើញទេវែងបានជាមានគ្រោះថ្នាក់ចរាចរណ៍បានជាដេញកាប់គ្នាតាមផ្លូវតាមអីមានតែវែងស្អីនឹងដោយសារមនុស្សនិយមធម៌3ហ្នឹងនេះជាពុទ្ធដីកាព្រះអង្គសម្ដែងមក